បាទសួស្តីទៅកាន់បងអូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំបង្ហាញរបៀបដាក់ keyword នៅលើ channel YouTube របស់យើងសម្រាប់ដាក់ keyword នៅក្នុង channel YouTube របស់យើងគឺពិតជាមានសារៈសំខាន់ពិតមែនសម្រាប់បងអូនថ្មីបាទដែលគាត់ចង់ចាប់ដើមធ្វើពីផលិតវីដេអូដាក់នៅក្នុង channel YouTube អញ្ចឹងយើងកុំឲ្យខាតពេលយូរជាដំបូងគឺយើងមកចូលពាក្យកន្លែង profile របស់យើងមកបន្តមកទៀតគឺយើងធ្វើការចុចពាក្យទៅលើ YouTube Studio បាទអូខេបន្ទាប់ពីខ្ញុំធ្វើការបង្ហាញពីរបៀបដាក់ keyword នៅលើ channel YouTube តើ keyword នេះគឺមានសារៈសំខាន់អីបាទអញ្ចឹងពាក់ព័ន្ធជាមួយ keyword ដែលដាក់នៅលើ channel YouTube របស់យើង keyword នេះគឺយើងដាក់ដើម្បីឲ្យអ្នកផ្សេងដែលគាត់ធ្វើការ research បាទ research វាយឈ្មោះយើងនៅលើ channel YouTube គឺលោតមកតែម្ដងបាទអានឹងគឺមានសារៈសំខាន់ណាដើម្បីដាក់ keyword ឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំចូលមក account មួយនេះបាទនេះ account នេះ account ខ្ញុំផ្សេងទេអញ្ចឹងគឺខ្ញុំធ្វើការមកវាយពាក្យឈ្មោះ account របស់ខ្ញុំបាទសុខិបាទអញ្ចឹងខ្ញុំធ្វើការ research តើវាមានលោតមកអត់បាទឃើញអត់បងប្អូនអ្នកបាទគឺអានេះបន្ទាប់ពីខ្ញុំមិនតាន់ដាក់ keyword គឺវាអត់ឃើញទេបាទវាឃើញដែរតែឃើញឈ្មោះរបស់គេអានេះសើរបស់គេដោយសារគេដាក់ដូចរបស់ខ្ញុំតែអញ្ចឹងពេលដែលខ្ញុំសើបអត់ឃើញជារបស់យើងទេឃើញរបស់គេបាទអញ្ចឹងដើម្បីធ្វើការដាក់ keyword ដើម្បី search ទៅវាលុបឈ្មោះយើងមកអញ្ចឹងខ្ញុំធ្វើការដាក់ keyword តែម្ដងសម្រាប់ដាក់ keyword នេះគឺយើងមកមើលខាង setting បាទយើងចុចពាក្យលើ setting នេះមកអញ្ចឹងវគ្គមុនដូចជា channel មួយទៀតខ្ញុំបានធ្វើការបង្ហាញអស់ហើយធូរដែលយើងត្រូវបំពេញយើងអាចទៅមើលវគ្គមួយឡើងវិញបាទអញ្ចឹងនេះមេរៀននេះគឺខ្ញុំបង្រៀនរបៀបដាក់ keyword តែមួយទេបាទអញ្ចឹងពាក់ព័ន្ធជាមួយ keyword គឺយើងធ្វើការចុចមក channel នេះមកបាទមក channel នេះហើយយើងមកមើលខាងក្រោមបាទខាងក្រោមនោះគឺគេដាក់ពាក្យថា keyword add keyword សម្រាប់ keyword នេះដែរគឺយើងធ្វើការបំពេញទៅលើឈ្មោះ channel របស់យើងបាទអញ្ចឹងឈ្មោះ channel របស់យើងមិនយើងគឺយើងដាក់បែបហ្នឹងទៅតែយើងដាក់កុំឲ្យខុសចំពោះឈ្មោះ channel របស់យើងដាក់ត្រូវទៅបាទបន្ទាប់ពីយើងដាក់ឈ្មោះ channel របស់យើងលើនឹងហើយគឺយើងធ្វើការចុច enter លើនេះមកអញ្ចឹងយើងចង់ដាក់ប្រហែលបាទយើងដាក់ទៀតមកដាក់2តង់ទៀតបាទធ្វើការ enter ទៅមកតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងគឺបន្ទាប់ពីយើងធ្វើការបំពេញហើយគឺយើងធ្វើការ save យើងផ្សាយវាមួយមកចឹងគឺយើងចូលមកមួយទៀតបាទក៏ account ខ្ញុំមួយទៀតដើម្បីធ្វើការ research ម្ដងទៀតមុននឹងខ្ញុំធ្វើការដាក់ keyword គឺខ្ញុំ search ចេញទេបាទអញ្ចឹងចង់ធ្វើការដាក់ម្ដងទៀតខ្ញុំសាកធ្វើការវាយម្ដងទៀតមើលវាចេញមកអត់ពេលដែលខ្ញុំដាក់ keyword ហើយវាអត់ចេញមកទេចេញអាចធ្វើការរកខ្ញុំបន្តិចចេញចូល setting មកចេញចូល channel វាជាប់អត់ជាប់តែយើង close វិញអញ្ចឹងខ្ញុំចុច file ចេញមកអស់មកបាទបាទចូលម្ដងទៀតដើម្បី research
នេះខំមកខ្ញុំដែរបាទតែនេះខំចាស់ទេដោយសារតែយើងសេអត់ចេញគឺដោយសារតែយើងទៅតែដាក់ keyword អញ្ចឹងវាអត់តាន់បានចេញភ្លាមទេអាចនឹងរយៈពេល10នាទីទៅកន្លះម៉ោងអីបានតែស្គាល់ស្គាល់ចឹងខ្ញុំសាកចូលមក channel នេះយើងធ្វើការ copy មកវាតែម្ដងដោយសារវាវងយើងទៅដាក់ keyword វាអត់តាន់ស្គាល់ទេអញ្ចឹងធ្វើការ search ដងទៀតស្គាល់វាតាន់ស្គាល់ចឹងអាចតង់ជាកន្លះម៉ោងអីបានយើងធ្វើការ search ម្ដងទៀតទៅវានឹង load មកយ៉ាងយូរកន្លះម៉ោងអីហ្នឹងបាទអញ្ចឹងរបៀបដាក់ keyword គឺមានតែប៉ុណ្្នឹងហើយជាមួយយើងអាចដល់កន្លះម៉ោងយើងធ្វើការ research ម្ដងទៀតមកមុខហ្នឹងវានឹងចេញមក